លោកអ្នកនាងជាទីមេត្រីខ្ញុំបាទរាជរតសូមជូនព័ត៌មានថ្មីប្រចាំថ្ងៃតាមសេចក្តីរាយការណ៍បឋមពីក្រុងប៉ោយប៉ែតនៅវេលាម៉ោងជាង6ព្រឹកថ្ងៃសៅរ៍2រោចខែកដឹកឆ្នាំចសម្រិតស័កពុទ្ធសករាជ2562ត្រូវនៅថ្ងៃទី24ខែវិច្ឆិកាឆ្នាំ2018នេះមានរឿងដ៏ភ្ញាក់ផ្អើលមួយបានកើតឡើងទាំងព្រឹកស្ថិតនៅចំណុចអូខៃដនករណីព្រះសង្ឃបានចាក់មនុស្សស្រីម្នាក់ឲ្យរងរបួសឈាមស្រោចពេញរថយន្តសង្ស័យជាករណីស្នេហាត្រីកោណហេតុការណ៍នេះបានកើតឡើងនៅចំណុចអូខៃដនភូមិអណ្ដូងថ្មមាសសង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យបើតាមសមត្ថកិច្ចថានៅកន្លែងកើតហេតុពលរដ្ឋបានឲ្យដឹងថាមានស្ត្រីម្នាក់បានស្រែកហៅឲ្យគេជួយខណៈពេលដែលពលរដ្ឋដែលនៅជិតនោះក៏នាំគ្នាផ្អើលទៅមើលហើយឃើញស្ត្រីម្នាក់ហូរឈាមស្រោចពេញខ្លួនឃើញដូច្នេះពួកគាត់ក៏ជួយសង្គ្រោះដោយដឹកយកទៅមន្ទីរពេទ្យបង្អែកដីថ្មី2បច្ចុប្បន្នសមត្ថកិច្ចក្រុងប៉ោយប៉ែតបាននាំខ្លួនព្រះសង្ឃសង្ស័យខាងលើទៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដើម្បីធ្វើការសួរនាំ